ថ្ងៃមុនខ្ញុំនិយាយអំពី online scam hit butchering scheme ដែលគេប្រើ profile ប្រុសស្អាតស្រីស្អាតដើម្បីបញ្ឆោតមនោសញ្ចេតនាហើយអូសទាញអ្នកមកវិនិយោគទៅលើវេទិកាបោកប្រាស់ដូចជា website trade ឬក៏ forex ជាដើមបាទ forex ពួកខ្ញុំវាជាលំបែងដ៏សែនញៀននិងគ្រោះថ្នាក់ទោះបីជាមានសន្តានដូចជាការទិញភាគហ៊ុនក៏ដោយមានអ្នកដែលគេរកផលចំណេញពីវាបានហើយក៏មានមនុស្សជាច្រើនខាត់បងធ្ងន់ធ្ងរលើវាដែរតែខ្ញុំនិយាយរឿងការបោកប្រាស់មាន forex នេះគឺខ្ញុំចង់និយាយអំពី forex ដែលមានប្រតិបត្តិការមិនទទួលបានការអនុញ្ញាតដោយអាជ្ញាធរណាមួយបាទដោយសារគេអាចដំឡើង forex server trade server បានជាឯកជនហើយដំណើរការប្រតិបត្តិការคล้ายៗដើម្បីបោកប្រាស់ហើយអ្នកបោកប្រាស់ហ្នឹងគឺមានឥទ្ធិពលគ្រប់គ្រងយ៉ាងពេញលេញទៅលើអត្រានិងលទ្ធផលរបស់វាករណីខ្លះទៀតអ្នកបោកប្រាស់គ្រាន់តែខ្លែងទៅជា website មួយណែនាំថាដូចជាមាន AI មួយ auto trade មួយឬក៏មាន signal មួយដែលវាឆ្លាតវៃអាច trade ទៅចំនួនមនុស្សបានអត់ចេះខាតអញ្ចឹងគាត់ទៅដាក់លុយមក AI trade ឲ្យចាំយកផលចំណេញនេះក៏ជារូបភាពមួយតាមរយៈtrading ដែរហើយរចនាសម្ព័ន្ធនៃអ្នកបោកប្រាស់ហ្នឹងប្រិយមិត្តដឹងទេគឺគេមាន3ដំណាក់របស់គេទី1ក្រុមអ្នកកំណត់គោលដៅវាមានទូនាទីស្វែងរកលេខទូរស័ព្ទ email social media account របស់យើងដូចជាបង្កើត Facebook profile អីជាដើមគេមានគោលដៅឲ្យដោយសារពេលខ្លះគេទិញព័ត៌មានរបស់យើងពីអ្នកណាម្នាក់ដែលគេដឹងថាមានអ្នកមានលុយឧទាហរណ៍ថាមនុស្ស500នាក់ហ្នឹងធ្លាប់ចាប់អារម្មណ៍ទៅលើការទិញ condo មួយចឹងគេមានលេខទូរស័ព្ទយើងគេបានពីណាហើយតាមរបៀបណាយើងអត់ដឹងទេបាទហើយក្រុមអ្នកទី2នេះគឺក្រុមដំណាក់កាលអ្នកតាក់ទងចឹងអ្នកតាក់ហ្នឹងគឺមានទូនាទី add friend យើងឆាតជាមួយយើងបាទទៅលោកអាជនគោលដៅរបស់គេដើម្បីសួរនាំបង្កើតទំនាក់ទំនងរហូតទាល់តែបានព័ត៌មានឯកជនរបស់យើងដូចជាលេខផ្ទះលេខទូរស័ព្ទយើងជាដើមអញ្ចឹងព័ត៌មានឯកជនបានទៅគេហើយអញ្ចឹងគេរុញអាហ្នឹងទៅកាន់កម្រិត3ជនទី3បាទគឺអ្នកបិទគឺជាអ្នកដែលមានជំនាញចិត្តសាស្ត្រខ្ពស់គេច្រើនជនជាតិគេបាទគេហាត់ជាគុណដល់កំពូលទៅគេចេះបាទគេចេះញ៉ែឲ្យជនគោលដៅនឹងទុនចិត្តរហូតដល់ជឿជាក់ដល់ពេលជឿជាក់ហើយយើងទុនចិត្តមួយគេស្រឡាញ់គេហើយគេចាប់ដើមណែនាំអំពីគម្រោងវិនិយោគបោកប្រាស់ឲ្យយើងបាទនៅក្នុងហ្នឹងគឺគេមានមធ្យោបាយអូសទាញដតៃទៀតដែលធ្វើឲ្យយើងទុកចិត្តមិនបានហើយក៏ចាប់ដើមវិនិយោគតូចចឹងទៅឃើញចំណេញលោភលន់វិនិយោគបន្ថែមទៀតវិនិយោគរហូតដល់អស់ពីខ្លួនខ្ចីគេទៀតបាទអញ្ចឹងត្រូវចាំថាបើសិនជាលុយវាហាក់ដូចជាងាយស្រួលក្នុងការទទួលបានពេកវាគួរតែមានកលល្បិចលាក់កំបាំងណាមួយទៅពីក្រោយហើយបាទលុយមិនមែនងាយស្រួលក្នុងការរកទេហើយបើសិនជាសុកគេយកអានឹងមកឲ្យយើងអាចនឹងមានគ្រោះថ្នាក់ដោយសារវាបាទនេះគឺជាយោបល់នៃការចូលរួមរបស់ខ្ញុំទេហើយបើសិនជាបងប្អូនមានបទពិសោធន៍ជួបនៅក្នុងករណីណាផ្សេងទៀតសូមជួយខមមិនឲ្យខ្ញុំបានដឹងផងហើយបើសិនជាចង់ជួយសង្គ្រោះមិត្តភ័ក្តិបងប្អូនរបស់យើងសូមចែករំលែកវីដេអូនេះឲ្យពួកគាត់បានដឹងសូមអរគុណ